ពេលដែលក្បាល Steam ទៅដោះគោបងប្អូនត្រូវបានចុះខ្សោយឬក៏ Steam មិនសូវចេញនៅពេលដែលបងប្អូនត្រូវការដោះលាងសម្អាតប៉ុន្តែបងប្អូនអត់ចេះដោះបងប្អូនអាចមើលវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាសម្រាប់បងប្អូនដែលត្រូវការកាហ្វេគ្រាប់ដែលទៅលីងថ្មីមិនថារសជាតិស្រាលរសជាតិមធ្យមឬក៏រសជាតិដិតធ្ងន់បងប្អូនអាចតាក់ទង Telegram នៅលើវីដេអូនេះសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែកម្លែកបងប្អូនតាក់ទងទៅលើការដោះក្បាល Steam ជាមួយនឹងម៉ាស៊ីនឆុងកាហ្វេ model នេះផងដែរណាបងប្អូនអញ្ចឹងនៅពេលដែលបងប្អូនដោះបងប្អូនយើងត្រូវការមូលនៅខាងឆ្វេងឬក៏យើងមូលបញ្ជាតនិកនីលកានៅពេលដែលយើងដោះអញ្ចឹងនៅពេលដែលបងប្អូនរឹតបងប្អូនមូលទៅខាងស្ដាំមានន័យថាឲ្យត្រូវជាមួយតនិកនីលកាអញ្ចឹងបងប្អូនឃើញខ្ញុំបានបង្ហាញនេះយើងដោះណាអញ្ចឹងតទៅលើដៃ Steam នេះផងដែរបងប្អូនដោយសារតែខាងខ្ញុំអត់សូវជាប់ខ្លាំងទេអញ្ចឹងខ្ញុំអាចដោះដោយមូលដៃបានប៉ុន្តែបើសិនជាបងប្អូនជាប់ខ្លាំងដែលបងប្អូនត្រូវការមូលអត់ចេញអញ្ចឹងបងប្អូនត្រូវការរុំกระดาษនេះមកបងប្អូនរុំกระดาษក៏បានបងប្អូនរុំកណាត់ក៏បានដែរបងប្អូនឡើយហ្នឹងព្រោះឲ្យយើងទ្រាប់ពេលកុំឲ្យក្បាលតកាប់របស់យើងហ្នឹងធ្វើឲ្យសឹកជាមួយដៃ Steam ផងដែរបងប្អូនឃើញទេអញ្ចឹងបងប្អូនមូលលើខាងឆ្វេងមកតែពេលយើងដោះបានបងប្អូនឃើញហើយហ្នឹងណាអញ្ចឹងជាទូទៅនៅពេលដែលយើងដោះបានបងប្អូនយើងត្រូវការយកមកត្រូវការឈើមួយមកបងប្អូនឬក៏បញ្ចូលអ្វីមួយមកបងប្អូនយើងចាក់នៅក្នុងចន្លោះដៃ Steam ហ្នឹងណាជាទូទៅនៅពេលដែលបងប្អូន Steam ប្រកាសជាមានទៅដោះគោឬក៏មានអ្វីជាប់នៅក្នុងហ្នឹងហើយបងប្អូនអញ្ចឹងវាអាចថាចន្លោះកន្លែង Steam របស់យើងហ្នឹងវារៀងស្ទះអញ្ចឹងធ្វើឲ្យការដែលពេលដែលយើង Steam ទៅអត់សូវខ្លាំងអញ្ចឹងណាបងប្អូនឃើញដូចខ្ញុំចាក់នៅក្នុងវីដេអូនេះផងដែរបងប្អូនធ្វើបែបណាក៏បានដែរបងប្អូនគឺសំខាន់ឲ្យយើងបានលាងសម្អាតកំណកកាហ្វេឬកំណកទឹកដោះគោរបស់យើងជាប់នៅក្នុងនឹងផងដែរណាបងប្អូនអញ្ចឹងឥឡូវនេះខ្ញុំត្រូវការជ្រះជាមួយនឹងជ្រះដុសម៉ាស៊ីនកាហ្វេហ្នឹងយកមកដុសលាងផងដែរដើម្បីសម្អាតនៅក្នុងក្បាល Steam របស់យើងឲ្យបានល្អផងដែរណាបងប្អូនបន្ទាប់ពីបងប្អូនដុសលាងសម្អាតហើយបងប្អូនលាងទឹកតិចមកបងប្អូនដើម្បីហូរកំទេចកំទីរបស់យើងណាឥឡូវនេះក៏សំខាន់ដែរបងប្អូនកន្លែងដែលខ្ញុំចង្អុលបង្ហាញនេះគឺរងបងប្អូនរងកុំឲ្យបាត់ណាបងប្អូនព្រោះរងនេះធន់នឹងកម្ដៅផងដែរបើសិនជាបងប្អូនបាត់ពិបាករត់ទិញមែនតើអញ្ចឹងបងប្អូនការពារកុំឲ្យបាត់ផងដែរហើយនៅពេលដែលបងប្អូនមូលចូលបងប្អូនយើងត្រូវការមូលទៅស្ដាំវិញបងប្អូនឲ្យត្រូវជាមួយតនិកនីលកាឥឡូវយើងសាកបើក Steam ទាំងអស់គ្នាបងប្អូនចង់ដឹងថាពេលដែលយើង Steam មកគឺចេញខ្លាំងអត់បងប្អូនឃើញអត់គឺចេញខ្លាំងជាងមុនតែម្ដងអញ្ចឹងបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍ share ទុកម្នាក់មួយអរគុណច្រើនជួបគ្នានៅវីដេអូបន្តទៀត